ក្បត់ទំនុកចិត្តចំពោះដៃគូស្នេហាប្រសិនបើនរណាម្នាក់បានក្បត់ការទុកចិត្តរបស់អ្នកម្ដងវាមានឥទ្ធិពលខ្លាំងដែលពួកគេនឹងធ្វើម្ដងទៀតនៅអកប្បកិរិយានោះម្ដងហើយម្ដងទៀតទំនុកចិត្តគឺមានភាពផុយស្រួយនៅពេលដែលវាបានខូចវាពិបាកក្នុងការជួសជុលណាស់ការអត់ទោសចំពោះរឿងដែលមិនស្មោះត្រង់មិនមែនជាទង្វើនៃក្តីស្រឡាញ់នោះទេវាគឺជាទង្វើដែលធ្វើឲ្យក្តីស្រឡាញ់មួយនោះមិនបានផ្ដល់នូវការគោរពរវាងគ្នានឹងគ្នាវាមិនមែនជាកំហុសដែលពួកគេបានធ្វើនោះទេវាគឺជាការសម្រេចចិត្តប្រកបដោយស្មារតីហើយនៅពេលដែលអ្នកអនុញ្ញាតឲ្យការក្បត់នោះដោះស្រាយបានវាបង្ហាញថាមិនបានផលពិបាកពិតប្រាកដសម្រាប់សកម្មភាពរបស់ពួកគេទេពួកគេដឹងថាធ្វើឲ្យអ្នកជឿចាប់ម្ដងហើយម្ដងទៀតដោយមិនខ្លាចបាត់បង់អ្នកការគោរពពិតប្រាកដមិនអាចទទួលបានតាមរយៈការអភ័យទោសចំពោះទង្វើដែលបង្កនោះទេប៉ុន្តែដោយការកំណត់ព្រំដែនច្បាស់លាស់និងរក្សាកម្លាំងរបស់អ្នកមនុស្សមិនប្រកាន់ភេទអ្វីទេគោរពអ្នកដែលកាន់ខ្ជាប់ទៅលើគោលការណ៍របស់ខ្លួនហើយមិនខ្លាចដើរចេញពីភាពចាំបាច់ការអត់ឱនចំពោះការក្បត់នាំឲ្យបាត់បង់ការគោរពនិងការទុកចិត្តធ្វើជាមនុស្សដែលឲ្យតម្លៃលើភាពស្មោះត្រង់លើពីអ្វីៗទាំងអស់ដែលប្រកាន់ខ្ជាប់នឹងការគោរពខ្លួនឯងទោះបីជាអារម្មណ៍ទីអ្នកទៅទិសផ្សេងក៏ដោយអ្នកដែលក្បត់ការទុកចិត្តរបស់អ្នកតែងនឹងទទួលនៅភាពមិនពិបាកសមស្របស្រួលនៅក្នុងអារម្មណ៍នោះទេទោះបីជាពួកគេអាចនិយាយផ្ទុយពីនោះក៏ដោយប្រពន្ធពូកែរករឿងតែប្តីអត្ថបទរបស់ Jessica ហេតុអ្វីប្រពន្ធពូកែរករឿងតែប្តីសួរថាបើប្តីមួយថ្ងៃគេតែចង់ស្រួលម្នាក់ឯងអត់ខ្វល់ពីទុក្ខធុរៈប្រពន្ធមិនឲ្យប្រពន្ធរករឿងយ៉ាងម៉េចទៅសួរថាបើប្តីមួយថ្ងៃគិតតែរឿងផឹកស៊ីជួបជុំមិត្តភ័ក្តិសប្បាយម្នាក់ឯងអត់ខ្វល់ពីអារម្មណ៍ប្រពន្ធមិនឲ្យប្រពន្ធរករឿងបែបណាសួរថាបើប្តីមួយថ្ងៃអត់គិតខំរកលុយគិតតែចាយវាផ្ដេសផ្ដាសមិនឲ្យប្រពន្ធរករឿងដែរមែនទេចាំណាប្តីប្រពន្ធរករឿងរអ៊ូដាក់ប្តីក៏ព្រោះតែការស្រឡាញ់ការបារម្ភការចង់ឲ្យគ្រួសារល្អនិងចង់ឲ្យប្តីយល់ពីទំនួលខុសត្រូវកុំខឹងឆ្លោះជាមួយប្រពន្ធអីហើយកុំស្មានថាប្រពន្ធចង់រអ៊ូរករឿងតែនេះក៏ព្រោះតែទំនួលខុសត្រូវជាប្រពន្ធជាម្ដាយខ្លាចគេមើលងាយគ្រួសារបើថ្ងៃណាប្តីយល់ពីប្រពន្ធធ្វើល្អដាក់ប្រពន្ធស្គាល់ពីទូនាទីមានទំនួលខុសត្រូវជាប្តីល្អជាប៉ាល្អធានាថាប្រពន្ធនឹងឈប់រករឿងប្តីហើយ